នេះគឺជាទិញមកវត្តស្លាកខែតែអត់ទាន់ហើយ100%ទេព្រោះអត់ទាន់គូរោមភ្នែកទេនៅពេលដែលយើងដាក់កម្មានៅអញ្ចឹងទៅគឺមើលទៅដូចដង្ខៅស្រុកស្រែហើយទិញមកនេះមិនមែនគេយកមកលាបថ្នាំទេព្រោះទិញមកថ្មីដែលមិនទាន់បានហែសំបីតែម្ដងអញ្ចឹងនឹងត្រៀមហែក្នុងពេលឆាប់ដែរហើយបើហើយនេះគឺមិនទាន់បានស្លៀកខោអាវផងបើសិនជាស្លៀកខោអាវទៀតគឺវាកាន់តែបន្ថែមសម្រស់មកតង់ទៀតណាទាំងចងកម្មាទាំងស្លៀកខោអាវទាំងមនុស្សចូលទៀតមានដៃមានជើងទៀតអូមើលមកគឺដង្ខៅស្រុកស្រែពេញតួហើយវីដេអូនេះដែរសំណូមពរបងដែលគាត់ចូលលក់មេតាលក់ដោយសភាពរៀបសារកំលក់កឆេងវាថាកំលក់លោតខ្លាំងពេកលក់លោតខ្លាំងពេកវាអត់សមនឹងទម្រង់មុខទិញម៉ងហ្នឹងទេបើទិញម៉ងស្រីនេះគឺមកគូជាមួយនឹងដង្ខៅស្រុកស្រែតែខ្ញុំអត់បានយកទៅដាក់លើធុងទេហើយមុខនេះដែរគឺមុខនារីខ្មែរចំតួហ្មងបាទ